អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ4នាក់ពាក់ព័ន្ធករណីកោះផ្ទះនិងប្រើប្រាស់គ្រឿងញៀន Audio Jungle នៅវេលាម៉ោង 13:00 នាទីថ្ងៃទី 22 ខែសីហា ឆ្នាំ 2026 កងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលបណ្ដឹងតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ 1291 ថាមានករណីកោះផ្ទះបង្កឡើងដោយជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកោះសោផ្ទះលួចទ្រព្យសម្បត្តិនៅចំណុចផ្ទះលេខ 38 ផ្លូវលេខ 432 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមនរាជធានីភ្នំពេញបន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន 4 នាក់រួមមាន 1. ឈ្មោះនៅតុលាហៅក្រៅអាភិនភេទប្រុសអាយុ 32 ឆ្នាំ 2. ឈ្មោះកេនវាសនាហៅអាជៀនភេទប្រុសអាយុ 34 ឆ្នាំ 3. ឈ្មោះជុំរ៉ាដូហៅក្រៅអារ៉ាភេទប្រុសអាយុ 17 ឆ្នាំ 4. ឈ្មោះកៅសុធិរិទ្ធហៅក្រៅអាយួនភេទប្រុសអាយុ 23 ឆ្នាំនៅចំណុចឃ្លាំងទុកចោលមួយកន្លែងផ្ទះលេខ 793 ផ្លូវមនីវង្សភូមិ 4 សង្កាត់បឹងត្របែកខណ្ឌចំការមនដោយបានរកឃើញវត្ថុតាមមធ្យោបាយនិងសម្ភារៈសម្រាប់ធ្វើសកម្មភាពលួចកោះផ្ទះយកទ្រព្យសម្បត្តិមួយចំនួនបញ្ជូនទៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីក្រោមវិធានការជំនាញជនសង្ស័យទាំង3នាក់ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងខាងលើបានសារភាពឲ្យដឹងដោយគ្នាថាពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចកោះផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅទីតាំងខាងលើប្រកបមែនហើយកន្លងមកពួកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលអស់រយៈពេល6ខែកាលពីអំឡុងខែមេសាឆ្នាំ 2026 ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនបន្ទាប់ពីចេញពីមណ្ឌលបានមួយរយៈពួកខ្លួនក៏ប្រើប្រាស់គ្រឿងញៀនដដែលបច្ចុប្បន្នជនសង្ស័យចំនួន3នាក់ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំណែកឯជនសង្ស័យឈ្មោះកៅសុធិរិទ្ធហៅក្រៅអាយួនពុំជាប់ពាក់ព័ន្ធនឹងករណីខាងលើប៉ុន្តែមានវិជ្ជមានសារធាតុញៀនត្រូវបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្តទៀត Audio Jungle Audio Jungle